ជំរាបសួរក៏សួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាបាទថ្ងៃនេះមកជួបជាមួយខ្ញុំបាទពូជីលោកកូនកស៊ូទៅដែរបាទថ្ងៃនេះមកថតកូនកស៊ូឲ្យបងប្អូនយើងមើលបន្តិចបន្ទាប់ពីខ្ញុំដាក់ជីបាញ់ថ្នាំកែវាឡើងវិញវាល្អអញ្ចឹងណាបងប្អូនយើងបាទព្រោះអីមួយរយៈមុនគឺថាខូចយកតែមែនតែនណាបងប្អូនយើងបាទដោយសារតែមេឃភ្លៀងខ្លាំងពេកបងប្អូនយើងដូចខ្ញុំនិយាយដែរអញ្ចឹងវីដេអូមុនអញ្ចឹងដោយសារតែភ្លៀងខ្លាំងដល់ពេលយើងធ្វើឲ្យស្លឹកកស៊ូត្រួយកស៊ូរបស់យើងវារលួយវាស្អុយអញ្ចឹងបងប្អូនយើងបាទឥឡូវមកមើលនេះឃើញគឺថាវាល្អបែបហ្នឹងបន្ទាប់ពីយើងកែបាញ់ថ្នាំអស់ជិត2000មុខបងប្អូនយើងបាទហើយយើងដាក់ជីអស់ជិត80បេអញ្ចឹងណាបងប្អូនយើងបាទឥឡូវឃើញថាវាគូសមមកវិញហើយឃើញថាវាល្អក្រនបើមកវិញបងប្អូនយើងបាទឃើញខ្ញុំឆ្កាដៃឆ្កាជើងគឺថាវាល្អយកតែមែនតែនណាវាមិនថាល្អដល់ថ្នាក់ដីឯងគាត់ណាសម្រាប់យើងឃើញយើងទៅវាល្អអញ្ចឹងណាវាគ្រាន់ជាងមុនបន្តិចមិនថាបន្តិចទេវាគ្រាន់ជាងមុន 90% មុនហ្នឹងបាទសល់ 10% ទៀតសម្រាប់វានៅតូចអញ្ចឹងមុនហ្នឹងបាទនៅមុនចូលទៅការរៀបរាប់របស់ខ្ញុំទៅមើល intro បន្តិចទៅហើយចាំទៅមើលការរៀបរាប់បកស្រាយរបស់ខ្ញុំទាំងអស់គ្នាអូខេបងប្អូនយើងបាទនេះខ្ញុំថា 10% ដែលវាមកអត់តាន់គេអញ្ចឹងដោយសារវាអញ្ចឹងគេបងប្អូនអរគ្នាបាទវាអញ្ចឹងវាចេញមកផ្សេងប្រភេទអញ្ចឹងវាចេញបែកខ្នែងអញ្ចឹងហើយដល់ពេលអញ្ចឹងវាមិនអត់តាន់គេបងប្អូនយើងបាទបើយើងមិនបុកជីបុកថ្នាំទេគឺថាវាក្រោមគេវាអត់ណាបងប្អូនយើងបាទនេះឃើញទេបងប្អូនអរគ្នាមេដែលខ្លាំងខាងថ្នាំខាងជីជួយប្រាប់ផងចំណែកនាំផងហើយបានថ្នាំអីបានដាក់វាល្អអញ្ចឹងណាហើយនេះឥឡូវផុតពីត្រួយខាងលើឥឡូវចូលម្ដងគល់ម្ដងបងប្អូនអរគ្នាបាទនេះខ្ញុំបាទអធិប្បាយប្រាប់ថានេះសម្រាប់អ្នកធ្វើកូនកស៊ូភ័យបំផុតគឺរឿងនេះឃើញបងប្អូនអរគ្នាបាទខ្មៅនេះខ្មៅនេះទៀតនេះជាប់ហ្នឹងបងប្អូនអរគ្នាបាទអានេះហើយជាជំងឺដែលសម្រាប់បងប្អូនដែលធ្វើកូនកស៊ូគាត់ភ័យបារម្ភបំផុតគឺជំងឺដើមហ្នឹងឯងបងប្អូនអរគ្នាបាទខ្លាចផុតហ្មងដោយសារវាតែបញ្ហាគល់នឹងហើយពិបាកព្យាបាលដល់ពេលខែអំបៅគឺសូន្យឯងបងប្អូនអរគ្នាបាទគឺថាអំបិលតែម្ដងហ្នឹងហើយមេដែលដៃចាស់ជំនាញហ្មងមានថ្នាំអីជួយព្យាបាលឲ្យវាបាត់ជំងឺហ្នឹងជួយប្រាប់ផងខមមិនក្នុងអូនហ្នឹងក៏បានដែរហើយបើមិនយងជួយឆាតមកប្រាប់ផងក៏បានដែរបើមិនឆាតមកប្រាប់ក៏តាក់តងមកចាំខ្ញុំឆាតទៅក៏បានដែរបងប្អូនគ្នាបាទហើយសម្រាប់បងប្អូនដែលចង់បានកូនកស៊ូកក់ទុកដាំឆ្នាំក្រោយអាចតាក់តងមកបានពូជីលោកកូនកស៊ូធានាឲ្យកូនស្អាតបើអត់ស្អាតអត់យកលុយទេបងប្អូនគ្នាបាទពួកឲ្យខ្ញុំអត់លក់ហេណាគេលក់បើអត់យកលុយគេផងអូយស្អាតមែនតើបងប្អូនគ្នាបាទបានមកមើលផ្ទាល់មិនដឹងថាអែមប៉ុណ្ណាបងប្អូនយើងបាទពិតជាអែមស្អាតខ្លាំង